ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីរាប់អាននៅល្ងាចថ្ងៃទី15ខែកក្កដាឆ្នាំ2026លោកជាហេងឡុងអភិបាលរងស្រុកបាកានតំណាងឲ្យលោកឆាយកំមុងអភិបាលនៃគណៈបាលស្រុកបាកានខេត្តពោធិ៍សាត់បានដឹកនាំមន្ត្រីជំនាញលោកវ៉ាន់សុខុនប្រធានការិយាល័យកសិកម្មស្រុកបាកាននិងលោកតូមទីនអនុប្រធានការិយាល័យកសិកម្មស្រុកបានចូលរួមសហការជាមួយលោកអ៊ុំមុកមូនមេឃុំរំលេចនិងប្រធានភូមិអនុភូមិបាទចុះត្រួតពិនិត្យនិងដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋនៅភូមិដំណាក់ត្រាចឃុំរំលេចស្រុកបាកានលោកអភិបាលរងស្រុកបានមានប្រសាសន៍ថាបញ្ហាទឹកសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋស្រោចស្រពដំណាំស្រូវនៅក្នុងមូលដ្ឋានបន្ទាប់ពីបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធស្ពាននៅតំបន់នេះរួចរាល់លោកអភិបាលរងស្រុកបានបញ្ជាឲ្យគ្រឿងចាក់មកកាយនៅទំនប់ទាំងសងខាងនៃការធ្វើស្ពាននេះដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋដែលនៅខាងក្រោមលោកអភិបាលរងបានមានប្រសាសន៍បន្ថែមថាទឹកត្រូវបានរៀបចំជាលំដាប់ជាដំណាក់កាលនៅខាងលើដោយមានការដាក់វេននិងកំណត់ថ្ងៃទៅតាមឃុំនីមួយៗដោយតាមដានជាក់ស្ដែងក្នុងការពិនិត្យរបស់មន្ត្រីមូលដ្ឋានបាទគូបញ្ជាក់ផងដែរថាមូលដ្ឋានឃុំរំលេចរបស់យើងបាទមិនដែលមានគ្រោះរាំងស្ងួតទេបាទដោយសារមានប្រព័ន្ធធារាសាស្ត្រល្អនៅមួយឆ្នាំទៅមួយឆ្នាំគឺប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងដំណាំស្រូវនេះបានច្រើនលើសលប់បាទហើយសកម្មភាពខាងលើនេះបាទថ្នាក់ដឹកនាំឃុំស្រុករបស់យើងបានយកចិត្តទុកដាក់ចំពោះបញ្ហាប្រជាពលរដ្ឋដែលត្រូវការបាទជាក់ស្ដែងបាទសកម្មភាពកន្លែងនេះបាទស្ពានដែលធ្វើហើយនោះឥឡូវកំពុងតែរៀបចំឲ្យអិចមកកាយនៅទំនប់ទាំងសងខាងដែលឲ្យប្រជាពលរដ្ឋឆ្លងកាត់មិនដោះអាសន្នកន្លងមកដើម្បីវៀងការដ្ឋានដែលធ្វើស្ពានឡើងឥឡូវស្ពាននេះបានធ្វើឲ្យរួចរាល់ជាស្ថាពរប្រជាពលរដ្ឋមានចិត្តរំភើបសប្បាយត្រេកអរដែលបានសមិទ្ធផលនៅស្ពានថ្មីនេះនិងផ្លូវថ្មីមួយខ្សែនេះដែលមានតំណតភ្ជាប់ពីភូមិដំណាក់ត្រាចឃុំរំលេចទៅស្រុករុក្ខគិរីខេត្តបាត់ដំបងនេះហើយគឺជាការខិតខំរបស់ថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយខ្ញុំធ្លាប់លើកឡើងនៅក្នុងកម្មវិធីភូមិឃុំស្រស់បំប្រងអញ្ចឹងថាថ្នាក់ដឹកនាំតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋជានិច្ចហើយនឹងលោកដឹងច្បាស់ណាស់ថាប្រជាពលរដ្ឋកំពុងតែត្រូវការអ្វីនៅក្នុងមូលដ្ឋានបាទคลิปវីដេអូខ្ញុំនេះមានតែប៉ុណ្ណឹងបាទចុងក្រោយសូមគោរពអរគុណដល់លោកអភិបាលរងស្រុកលោកអ៊ុំមេឃុំលោកអ៊ុំមេភូមិដែលបានយកចិត្តទុកដាក់បម្រើជូនប្រជាពលរដ្ឋគ្រប់តម្រូវការហើយក៏សូមអភ័យទោសដល់ខ្ញុំបាទរាល់ការអធិប្បាយខុសឆ្គងត្រង់ណាសូមមេត្តាអនុគ្រោះដោយសេចក្តីគោរព